ស្របពេលដែលឈុតថៃនឹងពិធីមង្គលការខ្មែរកំពុងរងចាំចុះក្នុងបញ្ជី UNESCO នៅចុងឆ្នាំ2026នេះតារាចម្រៀងល្បីប្រទេសវៀតណាមស្រាប់តែចេញ MV បទចម្រៀងមួយដែលបានរួមបញ្ចូលនៅទំនៀមទម្លាប់ប្រពៃណីក៏ដូចជាសិល្បៈរបស់ខ្មែរយើងចូលទៅក្នុងចម្រៀងមួយបទនេះជាពិសេសគឺបានបញ្ចូលទាំងស្បៃខ្មែររបាំបុរាណខ្មែរវងភ្លេងបុរាណខ្មែរដែលធ្វើឲ្យថៃនឹងប្រតិកម្មចំពោះ MV ចម្រៀងមួយបទនេះខ្លាំងមែនទែនតាមពិតទៅនៅក្នុងឧស្សាហកម្មតន្ត្រីសម័យរបស់ប្រទេសវៀតណាមគេកម្រនឹងលើកស្ទួយវប្បធម៌ប្រជាជនកម្ពុជាក្រោមយើងខ្លាំងណាស់ដូច្នេះហើយនៅក្នុងកលៈទេសៈមួយនេះយើងបើកចិត្តឲ្យទូលាយព្រោះគេបានជួយផ្សព្វផ្សាយអ្វីដែលជាសម្បត្តិវប្បធម៌របស់ខ្មែរយើងទៅកាន់ឆាកអន្តរជាតិនៅក្នុង MV ចម្រៀងមួយបទនេះខ្ញុំចាប់អារម្មណ៍នៅចំណុចមួយដែលគេបានយកឃ្លានៃបទចម្រៀងរបស់យើងគឺបទសារកាកែវអើយចូលទៅក្នុងឃ្លានៃបទចម្រៀងរបស់ពួកគេដោយប្រើជាភាសាវៀតណាមMV ចម្រៀងមួយបទនេះដំណើរការផលិតបានយ៉ាងរលូនគឺដោយសារតែមានការចូលរួមសហការពីសំណាក់បញ្ញវន្តក៏ដូចជាសាស្ត្រាចារ្យកម្ពុជាក្រោមចំនួន4រូបមហាជនខ្មែរមួយចំនួនគាត់បានប្រតិកម្មទៅនឹងចម្រៀងមួយបទនេះដែលគាត់បានលើកហេតុផលផ្សេងៗគ្នាចំពោះខ្ញុំសូមចូលរួមបន្តិចចំពោះអ្នកដែលរៀបចំឈុតសម្លៀកបំពាក់ជាពិសេសគឺត្រង់ឈុតកូនក្រមុំទទួលផ្កាស្លាខ្ញុំគិតថាប៉ះសិនបើពួកគាត់មិនទាន់យល់ដឹងច្បាស់អំពីការប្រើប្រាស់នៅស្បៃរបស់ខ្មែរយើង100% ទេពួកគាត់អាចសាកសួរសំអាងការខ្មែរកណ្ដាលក៏ដូចជាអ្នកដែលមានជំនាញផ្នែកខាងនេះបានព្រោះដោយសារតែយើងជាខ្មែរតែមួយជៀសវាងការប្រើប្រាស់ស្បៃដែលមានគោមឬរងជើងជារបស់យកមកប្រើថ្មីនេះមានបទចម្រៀងវៀតណាមមួយបទដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងបណ្ដាញសង្គមទាំងនៅក្នុងបណ្ដាញសង្គមខ្មែរវៀតណាមក៏ដូចជាខាងថៃក្នុងនោះយើងឃើញថាមានរឿងចម្រូងចម្រាសគ្នាគួរសមតាក់ទងទៅនឹងអ្នកស្នេហាវិស័យវប្បធម៌ខ្មែរយើងមួយចំនួនហើយអ្នកខ្លះគាត់បានលើកឡើងថាការលើកយកនៅឈុតសម្លៀកបំពាក់ក៏ដូចជាទំនៀមទម្លាប់ខ្មែរទៅបង្ហាញនៅក្នុង MV មួយបទនេះវាបានផ្ដល់ផលវិជ្ជមានមកឲ្យកម្ពុជាហើយអ្នកមួយចំនួនទៀតលើកឡើងថាវាជារឿងល្អដែលគេបានចូលរួមជួយផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរហ្នឹងឲ្យស្គាល់លោកបានដឹងចំណែកខាងប្រជាជនថៃឯនោះវិញក៏គេផ្ទុះការតវ៉ាជាខ្លាំងដែរដែលគេបានខឹងសម្បាជាមួយខ្មែរយើងដែលយកឈុតថៃយកទៅប្រើហើយគេខឹងវៀតណាមថាស្លៀកឈុតថៃហើយឲ្យក្រេតដូចទៅខាងខ្មែរអញ្ចឹងដើម្បីឲ្យដឹងកាន់តែច្បាស់ពីរឿងរ៉ាវលម្អិតនៅក្នុង MV ចម្រៀងមួយបទនេះហើយចង់ដឹងថាតើនៃការផលិតចម្រៀងមួយបទនេះវាបានផ្ដល់ផលវិជ្ជមានឬអវិជ្ជមានដល់ប្រទេសកម្ពុជាយ៉ាងណាខ្លះអញ្ចឹងសូមប្រិយមិត្តតាមដានវីដេអូមួយនេះដូចតទៅចេកអាំងសូមអាំងមានរសជាតិឈ្ងុយឆ្ងាញ់អនាម័យល្អនិងមានតម្លៃសមរម្យកុំភ្លេចចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះដែលមានទីតាំងនៅលើផ្លូវ2011ម្ដុំផ្សារជុកមាសទូមុខសាលាវិធីជាប់ហាង Cafe Corner ចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះគឺមានលក់ចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 5 ល្ងាចនិងមានទទួលរៀបចំនៅក្នុងកម្មវិធីមង្គលការជប់លៀងផ្សេងៗនៅទូទាំងរាជធានីខេត្តបងប្អូនអាចធ្វើការកក់ឬកំងបានតាមរយៈលេខទូរស័ព្ទនិង Telegram 086 553 366ឬអាចទំនាក់ទំនងមកកាន់ page ខាងលើនេះបានបទវៀតណាមដែលកំពុងតែល្បីល្បាញខ្លាំងនេះមានចំណងជើងជាភាសាខ្មែរថាឋានសួគ៌ជាមួយនឹងមនុស្សជាទីស្រឡាញ់ខ្ញុំសូមមើល script ឲ្យព្រោះដោយសារតែខ្ញុំអត់ចេះភាសាវៀតណាមទេអញ្ចឹងខ្ញុំបកប្រែហើយខ្ញុំយកមកចែកម្លែកទៅកាន់បងប្អូនឲ្យបានដឹងចម្រៀងមួយបទនេះបកស្រាយដោយតារាចម្រៀងស្រីវៀតណាមឈ្មោះថាគ្រឿងមីឈីជាអតីតបេក្ខភាព The Voice Hit វៀតណាមរដូវកាលទី1ឆ្នាំ2013វីដេអូចម្រៀងមួយបទនេះបានផលិតឡើងដោយក្រុមការងារ DTAP ដែលមានការចូលរួមសហការជ្រោមជ្រែងពីបញ្ញវន្តក៏ដូចជាអ្នកជំនាញវប្បធម៌ខ្មែរចំនួន4រូបទី1នោះគឺលោកសឿនតិចជាទីប្រឹក្សាផ្នែកពិធីការនិងទំនៀមទម្លាប់ប្រពៃណីខ្មែរទី2គឺលោកស្រីថៃធីអុកលិនដែលគាត់គឺជាអនុប្រធានគណៈកម្មការ Gender និងជនជាតិហើយទី3នោះគឺលោកកឹមច័ន្ទថនដែលគាត់គឺជាប្រធានក្លឹបសិល្បៈនិងវប្បធម៌ខ្មែរក្រោមហើយទី4នោះគឺលោកសឿនគឹមហាពួកគាត់ទាំង3ខាងក្រោមនេះគឺជាសាស្ត្រាចារ្យនៃសាលាភាសាវប្បធម៌សិល្បៈខ្មែរក្រោមនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញអត្ថន័យនៅក្នុងវីដេអូចម្រៀងមួយបទនេះគឺគេនិយាយអំពីក្មេងប្រុសស្រី2នាក់ដែលបានធំធាត់ជាមួយគ្នានៅក្នុងសហគមន៍ខ្មែរកម្ពុជាក្រោមវិញយើងហើយពួកគេក៏បានស្រឡាញ់គ្នារហូតបានរៀបអាពាហ៍ពិពាហ៍ហើយនៅក្នុងវីដេអូចម្រៀងមួយបទនេះគឺយើងកត់សម្គាល់ឃើញថាគេបានប្រើប្រាស់វប្បធម៌ទំនៀមទម្លាប់របស់ខ្មែរយើងស្ទើរតែទាំងស្រុងទាំងរបាំខ្មែរឧបករណ៍ភ្លេងបុរាណនិងពិធីមង្គលការខ្មែរយើងជាពិសេសគឺឈុតសម្លៀកបំពាក់ដែលមានស្បែកខ្មែរតែម្ដងរឹតតែពិសេសជាងនេះទៅទៀតនោះគេបានប្រើប្រាស់នៅពាក្យរបស់ខ្មែរយើងត្រង់ឃ្លាថាបងមានស្រឡាញ់អូនទេហើយគេក៏បានយកបទភ្លេងខ្មែរយើងឃ្លាសារកាកែវអើយស៊ីអីកងកង
យកមកដាក់នៅក្នុងបទចម្រៀងរបស់ពួកគេដោយគេបានកែទំនុកច្រៀងជាភាសាវៀតណាមចំណុចទាំងអស់នេះយើងអាចសន្និដ្ឋានបានថាចម្រៀងមួយបទនេះគឺគេបានឲ្យ credit មកខាងកម្ពុជាយើង 100% ហើយចំណុចនេះហើយទើបធ្វើឲ្យប្រជាជនថៃផ្ទុះការតវ៉ាជាមួយនឹងចម្រៀងមួយបទនេះខ្លាំងមែនទែនហើយបើតាមមតិមហាជនខ្មែរយើងមួយចំនួនដែលគាត់បានលើកឡើងថានៅពេលដែលវៀតណាមយកទម្រង់សិល្បៈវប្បធម៌របស់ខ្មែរយើងបញ្ចូលនៅក្នុងបទចម្រៀងមួយបទនេះតើគេធ្វើឡើងក្នុងគោលបំណងអ្វីហើយតើវាបានផ្ដល់ផលវិជ្ជមានអ្វីខ្លះមកដល់ប្រទេសកម្ពុជាអញ្ចឹងត្រង់ចំណុចហ្នឹងខ្ញុំចង់ឲ្យបងប្អូនស្ដាប់ខ្ញុំបន្តិចខ្ញុំចង់ឲ្យបងប្អូនពិចារណាទៅលើចំណុចមួយចំនួនយើងដឹងហើយថាឈុតថៃក៏ដូចជាពិធីមង្គលការខ្មែរយើងគឺកំពុងតែរងចាំលទ្ធផលចុះបញ្ជីនៅក្នុងអង្គការ UNESCO ហើយគេបានដឹងថាសំណុំរឿងទាំងនេះគឺវាមានចំណុចមួយចំនួនវាពាក់ព័ន្ធគ្នាហើយម្នាក់កំពុងតែបង្ហាញអ្វីដែលជារបស់ខ្លួនរៀងខ្លួនថៃតាំងពីខ្សែរាជវង្សរហូតដល់ប្រជាជនសាមញ្ញធម្មតាគេបានព្យាយាមប្រម៉ូទនិងផ្សព្វផ្សាយខ្លាំងមែនទែនបើទោះបីជាគេមិនមែនជាម្ចាស់ដើមក៏ដោយគេខំចៃលុយទាំងបាច់ទៅផ្សាយនៅក្រៅប្រទេសផងគេជួណាតារាបង្ហាញម៉ូដណាល្បីឲ្យមកជួយផ្សព្វផ្សាយរហូតដល់ថ្នាក់យកស្បៃដល់ថ្លៃធ្នូរបស់ខ្មែរយើងហ្នឹងទៅពាក់ជាមួយនឹងខោកបួយដូចមនុស្សឈួតតែយើងក៏អត់ដឹងថាគួរទៅប្រកាន់ពួកនឹងយ៉ាងម៉េចដែរព្រោះដោយសារតែពួកគេមិនបានស្គាល់អំពីតម្លៃនៃស្បៃរបស់យើងទេគឺគេចេះតែលួចយកទៅពាក់តែប៉ុណ្ណោះហើយបើយើងត្រឡប់មកមើល MV បទចម្រៀងដែលបានចេញផ្សាយអានេះវិញយើងឃើញថាយើងដូចជាអត់មានខាត់បងអីទេយើងដូចជាអត់មានអស់លុយអីមករៀដើម្បីប្រម៉ូទទៅកាន់ពិភពលោកឲ្យបានដឹងទេប៉ុន្តែចម្រៀងមួយបទនេះគេបានជួយប្រម៉ូទយើងទៅហើយអញ្ចឹងហើយយើងត្រូវរៀនបើកចិត្តបន្តិចបងប្អូនយើងត្រូវប្រៀបធៀបថាតើរវាងផលចំណេញនិងផលខាត់បងនៅក្នុង MV ចម្រៀងមួយបទហ្នឹងតើមួយណាវាមានទម្ងន់ធ្ងន់ជាងយើងត្រូវចេះបត់បែនហើយយើងអត់អាចយកប្រវត្តិសាស្ត្រកន្លងមកយកមកកាត់សេចក្តីនៅក្នុងរឿងហ្នឹងបានទេបងប្អូនមួយវិញទៀតតកតងទៅនឹង MV ចម្រៀងមួយបទនេះយើងដឹងហើយថាថៃគេមានប្រតិកម្មជាមួយយើងផងនិងជាមួយវៀតណាមផងហើយយើងក៏មានប្រតិកម្មជាមួយថៃនិងវៀតណាមដូចគ្នាតែផ្ទុយទៅវិញបើយើងក៏លេចទៅមើលប្រទេសវៀតណាមគេអត់បានប្រតិកម្មអីជាមួយយើងទេជាក់ស្ដែងគេថែមទាំងទទួលស្គាល់ថានេះគឺជាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើងជាពិសេសគឺខាងប្រជាជនកម្ពុជាក្រោមមួយវិញទៀតខាងអ្នកគ្រប់គ្រងវៀតណាមគេថែមទាំងជួយបដៅប្រជាជនថៃជំនួសយើងទៀតអញ្ចឹងសួរថាយើងចំណេញឬមួយក៏ខាតរៀនបើកចិត្តឲ្យទូលាយហើយតាមដានសកម្មភាពបន្តទៀតនិងចេះប្រុងប្រយ័ត្នហើយតកតងទៅនឹងភាពខ្វះខាតនៅក្នុង MV ចម្រៀងមួយបទនេះខ្ញុំសង្កេតឃើញចំណុចមួយចំនួនដែរជាពិសេសតកតងទៅនឹងអ្នករៀបចំឈុតសម្រាប់ស្លៀកពាក់នៅក្នុងការផលិតចម្រៀងមួយបទនេះជាពិសេសគឺតកតងទៅនឹងឈុតទទួលផ្កាស្លារបស់កូនក្រមុំតែម្ដងឈុតស្បៃដែលមានគោមដូចក្នុងរូបនេះគឺមិនមែនជាឈុតស្បៃខ្មែរដែលជាអត្តសញ្ញាណខ្មែរ 100% ទេហើយចំណុចមួយនេះក៏ខ្ញុំអត់ចង់និយាយអីច្រើនដែរព្រោះដោយសារវាតាក់ទងជាមួយនឹងពួកប្រទេសខាងលិចហើយអ្វីដែលខាងអ្នករៀបចំឈុតគាត់បាននិយាយគាត់ថាដោយសារតែរបស់ខ្មែរដែលជាអត្តសញ្ញាណរបស់ខ្មែរហ្នឹងវាពិបាករកទើបគាត់សម្រេចចិត្តប្រើឈុតមួយនេះខ្ញុំអត់គិតចឹងទេហើយខ្ញុំក៏គិតថាអ្នករៀបចំឈុតហ្នឹងប្រហែលជាគាត់អត់ទាន់បែងចែកច្បាស់ឬគាត់មិនទាន់ស្គាល់ច្បាស់នៅឈុតស្បៃរបស់ខ្មែរយើងដែលជាអត្តសញ្ញាណរបស់ខ្មែរយើងអញ្ចឹងថ្ងៃក្រោយបើសិនជាមានព្រឹត្តិការណ៍ក៏ដូចជាការរៀបចំឈុតទាំងអស់នេះបន្តទៀតខ្ញុំចង់ឲ្យពួកគាត់គឺសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ហើយជាពិសេសនោះគឺចង់ឲ្យគាត់នឹងសាកសួរខាងសម្អាងការខ្មែរកតាក៏ដូចជាអ្នកជំនាញខាងផ្នែកសម្លៀកបំពាក់ខ្មែរយើងបានព្រោះដោយសារតែពួកយើងគឺជាខ្មែរតែមួយយើងមានវប្បធម៌អរិយធម៌និងតម្លៃសម្រាប់ឈាមខ្មែរយើងតែមួយតែបើយើងងាកទៅមើលឈុតរបាំខ្ញុំសង្កេតឃើញថាគឺវាល្អជាងសពមួយដងព្រោះដោយសារថាកន្លងមកទម្រង់បែបបតបែបនេះគឺកម្រឃើញនៅក្នុងទឹកដីកម្ពុជាក្រោមភាគច្រើនក្នុងឈុតរបាំហ្នឹងដូចថាវាមានខាងកម្ពុជាក្រោមបន្តិចកម្ពុជាកណ្ដាលបន្តិចនិងវោះគេនោះបន្តិចដល់ពេលអញ្ចឹងទៅវាមើលទៅវាដូចថាវាបែងចែកអត់ដាច់ថាជាអត្តសញ្ញាណរបស់ប្រទេសមួយណាអញ្ចឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងសូមអរគុណទៅដល់តារាចម្រៀងវៀតណាមនិងក្រុមការងារដែលបានជួយលើកស្ទួយវប្បធម៌របស់ខ្មែរយើងដើម្បីឲ្យសកលលោកបានដឹងហើយក៏អរគុណដល់បញ្ញវន្តក៏ដូចជាសាស្ត្រាចារ្យខាងកម្ពុជាក្រោមដែលគាត់ព្យាយាមស្វះស្វែងនិងចូលរួមជួយលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរយើងជាពិសេសនៅក្នុង MV ចម្រៀងមួយបទនេះក៏ដូចជាការលើកស្ទួយវប្បធម៌ខ្មែរយើងកន្លងមកដែលធ្លាប់បានឃើញចែករំលែកនៅតាមបណ្ដាញសង្គមចឹងវីដេអូរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់
ចុងក្រោយអរគុណប្រិយមិត្តដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយខ្ញុំបាទហេងចំណិតសូមអរគុណសូមជម្រាបលា